ទីណាមានពន្លឺចែងចាំងទីនោះតែងតែមានស្រមោលនេះជាច្បាប់ធម្មជាតិដ៏អស្ចារ្យមួយសម្រាប់មនុស្សលោកពន្លឺចែងចាំងឆ្លុះចេញបង្ហាញពីរូបរាងនិងភាពរស់រវើកក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំចូលចិត្តស្វែងយល់ពីកេរមរតកសិល្បៈដែលដូនតាបានបន្សល់ទុកឲ្យមានអាយុកាលតាំងពីមុនសម័យអង្គរហើយបានចាក់ជ្រៅក្នុងដួងចិត្តយើងតែមិនសូវមានគេចាប់អារម្មណ៍ដូចពីមុនទេដោយសារតែទំនើបកម្មតាមសម័យកាលប្រតែបារម្ភពីការបាត់បង់ទើបជំរុញឲ្យយើងការពារដើម្បីរក្សាទម្រង់សិល្បៈនេះឲ្យរស់ឡើងវិញនិងនៅគង់វង្សទោះបីយ៉ាងណាការថែរក្សាកេរដំណែលរបស់យើងមិនអាចធ្វើទៅរួចត្រឹមតែអ្នកសិល្បៈតែម្ខាងនោះទេត្រូវមានការគាំទ្រនិងជួយជ្រោមជ្រែងពីសំណាក់មហាជនផងដែរល្ខោនស្រមោលស្បែកធំមិនត្រឹមតែបង្ហាញពីទម្រង់សិល្បៈទាំង7របស់យើងតែប៉ុណ្ណោះទេគឺវាបានឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិតនិងសតិបញ្ញាដ៏ភ្លឺស្វាងហើយយើងមានទំនួលខុសត្រូវដ៏សំខាន់ក្នុងការចូលរួមចំណែកអភិរក្សអភិវឌ្ឍនិងផ្សព្វផ្សាយបន្តឲ្យកាន់តែទូលំទូលាយយើងត្រូវជឿជាក់ថាគ្រប់យ៉ាងចាប់ផ្ដើមពីខ្លួនយើងដើម្បីលើកស្ទួយនិងឲ្យតម្លៃអត្តសញ្ញាណយើងខ្ញុំជាមួយស្រាបៀរអង្គរហើយនឹងអ្នករួមគ្នារក្សាល្ខោនស្រមោលស្បែកធំឲ្យគង់វង្សតទៅមុខ